នៅក្នុងពិភពការងារនិងការសិក្សាសម័យទំនើបជំនាញកុំព្យូទ័របានក្លាយជាជំនាញមូលដ្ឋានដែលមនុស្សគ្រប់រូបត្រូវការហើយក្នុងចំណោមកម្មវិធីដែលមានការប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោកគឺ Microsoft Office តើ Microsoft Office គឺជាអ្វី Microsoft Office គឺជាកញ្ចប់កម្មវិធីដែលបង្កើតឡើងដោយ Microsoft ដើម្បីជួយក្នុងការងារការសិក្សានិងការគ្រប់គ្រងទិន្នន័យកម្មវិធីទាំងនេះត្រូវបានប្រើនៅក្នុងសាលារៀនសាកលវិទ្យាល័យក្រុមហ៊ុនអង្គការនិងអាជីវកម្មទូទៅនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីកម្មវិធីសំខាន់ៗរបស់ Microsoft Office និងរបៀបដែលវាជួយឲ្យការងាររបស់យើងកាន់តែងាយស្រួលកម្មវិធីដំបូងគឺ Microsoft Word គឺជាកម្មវិធីសម្រាប់វាយនិងរៀបចំឯកសារអ្នកអាចប្រើ Word សម្រាប់សរសេររបាយការណ៍កាត់លិខិតធ្វើ CV បង្កើតសៀវភៅនិងឯកសារផ្សេងៗមុខងារសំខាន់ៗរបស់ Word មានដូចជាកែតម្រង់អក្សរបញ្ចូលរូបភាពបង្កើតតារាងដាក់លេខទំព័រនិងរៀបចំ layout ឯកសារដោយសារតែភាពងាយស្រួលក្នុងការប្រើប្រាស់ Microsoft Word បានក្លាយជាកម្មវិធីស្តង់ដារសម្រាប់ការងារឯកសារនៅជុំវិញពិភពលោកបន្ទាប់មកគឺ Microsoft Excel គឺជាកម្មវិធីសម្រាប់គ្រប់គ្រងនិងវិភាគទិន្នន័យវាត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងការគណនេយ្យការគ្រប់គ្រងស្តុកការគណនាចំណូលចំណាយនិងការវិភាគទិន្នន័យ Excel អាចធ្វើការគណនាដោយស្វ័យប្រវត្តិ Excel ក៏អាចបង្កើត charts និង graphs ដើម្បីធ្វើឲ្យទិន្នន័យកាន់តែងាយយល់ផងដែរចំណែកឯ Microsoft PowerPoint គឺជាកម្មវិធីសម្រាប់បង្កើត presentation slide វាត្រូវបានប្រើសម្រាប់បង្ហាញមេរៀនធ្វើបទបង្ហាញគម្រោងបង្ហាញរបាយការណ៍និងការប្រជុំការងារ PowerPoint អាចបន្ថែមរូបភាពវីដេអូ animation និង transition effect ដើម្បីធ្វើឲ្យការបង្ហាញមានភាពទាក់ទាញនិងវិជ្ជាជីវៈនៅក្នុងសម័យ Digital Microsoft Office គឺជាជំនាញសំខាន់មួយសម្រាប់ការងារនិងការសិក្សាមិនថាអ្នកជាសិស្សនិស្សិតបុគ្គលិកក្រុមហ៊ុនឬម្ចាស់អាជីវកម្មជំនាញប្រើប្រាស់ Microsoft Office អាចជួយបង្កើនប្រសិទ្ធភាពការងារនិងបង្កើនឱកាសការងាររបស់អ្នកសរុបមកគឺជាកញ្ចប់កម្មវិធីដ៏សំខាន់សម្រាប់ការងារនិងការសិក្សា Microsoft Word ជួយសម្រាប់ឯកសារ Microsoft Excel ជួយសម្រាប់គណនានិងទិន្នន័យហើយ Microsoft PowerPoint ជួយសម្រាប់ presentation ប្រសិនបើអ្នកចង់អភិវឌ្ឍជំនាញកុំព្យូទ័រការរៀន Microsoft Office គឺជាជំហានដំបូងដ៏សំខាន់សូមអរគុណសម្រាប់ការទស្សនាប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេច like share និង subscribe ដើម្បីទទួលបានវីដេអូអប់រំថ្មីៗបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយសូមអរគុណ